ចាព្រោះទឹកលុយដែលខ្ញុំបានបងនេះវាអស់ទាស់ហ្មងហើយ78000ឡើងឆ្អែតដល់កដើម្បីឲ្យពួកយើងខ្ញុំជនរងគ្រោះនេះទទួលបានយុត្តិធម៌ផងខ្ញុំចង់បានតែប្រាក់ដើមខ្ញុំត្រឡប់មកវិញមិនចង់បានអីទេបាទអញ្ញាតគោរពជំរាបសួរបាទប្រិមិត្តត្រង់ឯអាដាមអស់លោកជំទាវជាទីគោរពនិងជាទីមេត្រីបាទខ្ញុំបាទមកថ្ងៃនេះបាទកំពុងតែស្ថិតនៅក្នុងគេហៅថាបុរីគម្រោងវិឡា MCL ដែលមានបងប្អូនប្រមាណជាងមិនក្រោមពី300គ្រួសារទេដែលកំពុងតែជួបនៅទុក្ខលំបាកនៅក្នុងការទិញបុរីរបស់លោកមៀកឈុយហើយថ្ងៃនេះយើងក៏បានមាននឹងការគៀងគងគ្នាដើម្បីធ្វើការតវ៉ាក៏ដូចជាបាទគោរពជូនទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ដូចជាជូនទៅដល់សម្ដេចបវរធិបតីនិងសម្ដេចបាទអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមឲ្យបាទសម្ដេចបានឃើញនៅព័ត៌មាននៅវីដេអូមួយនេះពីព្រោះថាពួកយើងគឺពិតជាមានទុក្ខលំបាកខ្លាំងណាស់មានប្រជាពលរដ្ឋបងប្អូនជាច្រើនគ្រួសារដែលបានទិញគម្រោងនេះរាប់សិបឆ្នាំហើយមិនមានការអន្តរាគមណាមួយឲ្យវាបានថាធូរស្រោយស្រាក់ស្រានឬក៏ថាឲ្យពុកម៉ែបងប្អូនយើងទទួលយកបានទេគឺច្រើនមែនទែនជាក់ស្ដែងខ្ញុំមកថ្ងៃនេះមិនមែនមកក្នុងនាមជាអង្គភាពសារព័ត៌មានណាមួយទេខ្ញុំក៏មកក្នុងនាមជាជនរងគ្រោះអមទៅជាមួយនឹងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលកំពុងតែស្ថិតនៅក្នុងបរិវេណផ្ទាល់នេះបាទលោកនាងអ៊ំប្រុសអ៊ំស្រីបាទថ្នាក់ឯកឧត្តមអស់លោកជំទាវក៏ដូចជាសម្ដេចបវរធិបតីនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានឃើញបាទនៅវីដេអូមួយនេះគឺពួកគាត់សុទ្ធសឹងតែជាជនរងគ្រោះដែលស្ថិតនៅក្នុងទឹកដីបាសិទ្ធភូមិតាពេជ្រឃុំឈ្វាំងបាទហើយមែនតែនទៅបងប្អូនខ្លះទិញបានតែតសផ្ទះឲ្យគត់5ឆ្នាំ6ឆ្នាំបាទអ្នកខ្លះទៅក៏បានតសមួយតសម្ដើមពីរដើមហើយក៏មានការអន្តរាគមគ្រប់សពបែបយ៉ាងអស់ហើយនៅតាមក្រសួងដែនដីនគររូបនីយកម្មរួមទៅនឹងការតវ៉ាផ្សេងរហូតឥឡូវដូចបងប្អូនបានឃើញអញ្ចឹងការិយាល័យវិឡា MCL ត្រូវបានបិទទ្វារចាក់សៅបាត់ហើយអញ្ចឹងទេទទូចស្នើសុំទៅដល់ថ្នាក់ដឹកនាំបាទដើម្បីជួយបាទរកដំណោះស្រាយអយុត្តិធម៌ទៅដល់បងប្អូនជនរងគ្រោះច្រើនជាង300គ្រួសារដើម្បីធ្វើការតវ៉ាសុំតែថាបើមិនបានអីទេសុំតែបានតែដើមមកវិញមកក៏បានដែរបាទមិនចង់បានអីទេបាទជំរាបសួរអ៊ំស្រីអ៊ំស្រីជាជនរងគ្រោះនៅបរិយវិឡា MCL ដែរមែនទេអ៊ំស្រីចាខ្ញុំជាជនរងគ្រោះនៅក្នុងបរិយ MCL នេះឥឡូវខ្ញុំសុំសំណូមពរឲ្យក្រសួងដែនដីណាធ្វើការពន្លឿនដែលលោកដែលមានក្រុមការគ្រប់គ្រងរបស់ឯកឧត្តមថេងច័ន្ទសង្វានឹងសូមឲ្យធ្វើការឲ្យបានលឿនពន្លឿនហើយឲ្យមានសុក្រិតយុត្តិធម៌និងមានតម្លាភាពដើម្បីឲ្យពួកយើងខ្ញុំជនរងគ្រោះនេះទទួលបានយុត្តិធម៌ផងព្រោះវេទនាណារាល់ថ្ងៃហ្នឹងគឺថាទាំងអស់គ្នានេះសិតតែជាពាក់បំណុលធនាគារវេទនាណាសូមឲ្យឯកឧត្តមថេងច័ន្ទសង្វាធ្វើការឲ្យបានសុក្រិតនិងយុត្តិធម៌តើប៉ុន្មានឆ្នាំហើយដែលបងស្រីនៅតែមិនទាន់ទទួលបាននៅសំណង់ក៏ដូចជាការអភិវឌ្ឍនៅគម្រោងមួយនេះបាទចាជំរាបសួរសូមគោរពទាំងអស់គ្នាណាបងប្អូនកូនគួយរងគ្រោះចំណែកខ្ញុំទិញរយៈពេល4ឆ្នាំហើយខ្ញុំបង់អស់8700ទីបំផុតខ្ញុំអត់បានអីទេគឺបានតសហើយឥឡូវនេះខ្ញុំសូមលើកដៃសំពះសូមឯកឧត្តមសាលសំអាលនិងសម្ដេចបវរធិបតីលោកជំទាវនិងលោកពុកប៊ុនរ៉ានីលោកពុកហ៊ុនសែនលោកយាយប៊ុនរ៉ានីនេះជួយដោះស្រាយពន្លឿនឲ្យបរិយ MCL ឈ្មោះមាសឈុយដែលបានឆោបោកពួកខ្ញុំនេះអត់មានបានដោះស្រាយអីទាំងអស់អ្នកខ្លះដីខ្យល់អ្នកខ្លះអត់មានផ្ទះអ្នកខ្លះអត់មានតសចំណែកខ្ញុំមានតែតសទេតែគ្មានអីទេអញ្ចឹងខ្ញុំសនំពោថាខ្ញុំសូមឲ្យដោះស្រាយខ្ញុំអត់ចង់បានអីទេប្រាក់កោកខ្ញុំអត់ចង់បានទេខ្ញុំចង់បានតែប្រាក់ដើមខ្ញុំត្រឡប់មកវិញបាទអញ្ចឹងទេជាចុងក្រោយខ្ញុំបាទរួមទាំងតំណាងឲ្យបងប្អូនក្រុមគ្រួសារយើងមកធ្វើការជុំគ្នាទីនេះអត់ទាន់គ្រប់គ្នាទេបងប្អូនប៉ុន្តែប្រជាពលរដ្ឋដែលមានការរងជាមួយនឹងផលលំបាកបែបនេះគឺមិនក្រោមពី300គ្រួសារទេខ្លះទៅក៏បង់បាន30%ខ្លះទៅក៏បង់បាន100%ពេញទៅបាទមានបងប្អូនយើងខ្លះទិញរហូតដល់4-5 ល្វែងបាទបង់លុយរាប់$10,000ជិត$10,000ក៏មានដែរចាព្រោះទឹកលុយដែលខ្ញុំបានបងនេះវាអស់ទាស់ហ្មងហើយ78000ឡើងឆ្អែតដល់កសម្រាប់សូម្បីតែខ្ញុំនេះគាត់ជាជនរងគ្រោះមួយរូបដែរហើយខ្ញុំ
ដូចជាអស់ចិត្ត$10000ដែរអ្នកអ៊ំបាទហើយយន្តការរបស់បុរីគឺគាត់គ្មានអ្វីក្រៅតែពីសុំពជាពេលយើងពីមួយឆ្នាំទៅមួយឆ្នាំតែជាក់ស្ដែងគឺអត់មានបានទេមានបងប្អូនយើងខ្លះអស់50000 40000 70000ច្រើនមែនតើហើយជាក់ស្ដែងដូចអ្នកអ៊ំអស់ច្រើនណាស់ សំណុំពរទៅលោកអត់ទៅសម្ដេចដេចជោហ៊ុនសែននិងលោកជំទាវព្រមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវហើយនឹងក្មួយណាដែលជាក្រសួងដែនដីនឹងសាយសំអាលហ្នឹងក៏សូមជួយធ្វើអន្តរាគមន៍ឲ្យនាងខ្ញុំផងពួកអីអស់ច្រើនណាស់វាអស់ច្រើនហួសនៅក្នុងប្រទេសកម្ពុជាយើងមិនសមឲ្យទុកជនខិលខូចឲ្យវានៅរស់បានស្រួលរបៀបហ្នឹងទេតែឲ្យមានជនរងគ្រោះឡើងទូទាំងចង់ទូទាំងប្រទេសហើយអាគេឆ្លៀតទាំងគ្រាមីនោះវាឆ្លៀតឯណេះចឹងបានថានឹងក៏ជាជនគេហៅថាក្បត់ជាតិដែរវាចូលទៅក្នុងលំនាំក្បត់ជាតិហើយវាក្បត់ប្រជាជនច្រើនណាស់ដែលទៅរងគ្រោះ ជាចុងក្រោយមានតែលើកម្រាមដៃ10បាទស្នើសុំឲ្យថ្នាក់ដឹកនាំអាដាមឲ្យលោកជំទាវបាទក៏ដូចជាសម្ដេចបវរធិបតីនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានទស្សនានៅវីដេអូមួយនេះសូមបាទជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលកំពុងតែរងទុក្ខលំបាកបាត់ពិតប្រាកដនេះផងប៉ុន្តែនេះគឺជាការជួបទុក្ខលំបាកដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះពិតប្រាកដដោយគម្រោងវិឡា MCL ដែលមានទឹកដីនៅបាសិទ្ធភូមិតាពេជ្រឃុំឆ្វាំងក្រោមមូលបត់នៃការគៀងគរគ្នាដើម្បីស្រោះស្រោគ្នាថាតើយើងមានយុទ្ធធនាការបែបណាឬក៏ស្នើសុំទៅដល់ថ្នាក់ដឹកនាំបែបណាដើម្បីជួយពន្លឿនក៏ដូចដោះស្រាយជូនទៅដល់បាទពួកយើងដែលជាជនរងគ្រោះបាទ